វីដេអូនេះគឺឆ្លើយនឹងសំណួររបស់លោកគ្រូបាទដែលគាត់បានសួរពីរបៀបធ្វើបាទតារាងកិត្តិយសបាទអញ្ចឹងឥឡូវយើងទៅធ្វើទាំងអស់គ្នាបាទអញ្ចឹងយើងបើកกระดาษថ្មីមួយមកបាទអញ្ចឹងបងប្អូនត្រូវតែទៅបដូរกระดาษយើងសិនណាបាទព្រោះពីច្រើនគឺពេលដែលបើកមកគឺវាជាប់กระดาษ letter ហើយអញ្ចឹងយើងចូលទៅដូរយក A4 សិនមកអញ្ចឹងចូល layout ហើយចូល page setup នេះបាទហើយយើងយកពាក្យថា A4 កន្លែងនេះណាកន្លែង paper នេះយើងយក A4 មកបាទមកហើយកន្លែង margin នេះមិនដូរក៏បានដែរយើងអូខេទៅតើមកខ្ញុំដាក់សុំមុនអញ្ចឹងសុំគឺខ្ញុំប្រើទៅលើ watermark ដើម្បីយើងងាយស្រួលដាក់ឲ្យវាចំកណ្ដាលអញ្ចឹងទៅមិនទាញមកអីទេបាទហើយនឹងមួយទៀតកុំឲ្យយើងធ្វើការទៅប៉ះពាល់ជាមួយនឹងសុំនឹងអញ្ចឹងខ្ញុំប្រើ watermark អញ្ចឹងខ្ញុំចូល design ហើយខ្ញុំយក watermark ហើយខ្ញុំយកពាក្យថា custom watermark មកបន្ទាប់មកយក picture watermark ណាហើយយើង select ទៅយកទីតាំងរូបរបស់យើងនៅកន្លែងណាសុំរបស់យើងហ្នឹងបាទអញ្ចឹងខ្ញុំយកសុំនេះក៏បាននេះក៏បាននេះក៏បានដែរខ្ញុំយករូបនេះហើយខ្ញុំយកសុំនេះចុះអញ្ចឹងយើង insert ទៅមកបាទអញ្ចឹងខ្ញុំដោះ tick កន្លែងនេះមកហើយកន្លែង scale គឺខ្ញុំយក 100% បាទហើយយើងអូខេមកបាទអញ្ចឹងសុំវិញគឺបានហើយអញ្ចឹងកាលណាយើងប្រើជាប្រភេទ watermark បើយើងអត់ទាន់ print គឺវាចេញយើងស្អាប់អញ្ចឹងហើយប៉ុន្តែពេលយើង print preview មកបាទអញ្ចឹងគឺវាច្បាស់ធម្មតាទេបន្ទាប់មកគឺយើងត្រូវដាក់បាទបាវចនាឬក៏អីហ្នឹងទៅអញ្ចឹងបាវចនាខ្ញុំមិន focus ទៅលើទេអញ្ចឹងគឺយើងប្រើជា tick box ធម្មតានឹងឯងឥឡូវដើម្បីកុំឲ្យវីដេអូនេះយូរខ្ញុំ copy យកតែម្ដងទៅបាទអញ្ចឹងយើង Ctrl V មកហើយយើងទាញដាក់ឬក៏សរសេរទៅតាមកន្លែងយើងចង់បានមកបាទមួយទៀតគឺអក្សរបាទឈ្មោះសាលាឬឈ្មោះអីនេះអញ្ចឹងលោកគ្រូអាចបាទសរសេរឬក៏ទៅតាមហ្នឹងណានេះក៏ជា sample ទេខ្ញុំមិនដឹងថាកន្លែងស្ថាប័នលោកគ្រូគាត់ធ្វើយ៉ាងម៉េចទេអញ្ចឹងអាចបើមានអីថែមហ្នឹងឬក៏មាន logo អាចដាក់ logo បានអញ្ចឹងយកប៉ុណ្ណេះបាទបន្ទាប់មកយើងមើលកន្លែងតារាងកិត្តិយសនេះអញ្ចឹងគឺយើងប្រើទៅលើ word art កន្លែងហ្នឹងអញ្ចឹងខ្ញុំចូល insert ខ្ញុំយក word art ខ្ញុំយក style ណាមួយយើងស្រឡាញ់ឧទាហរណ៍ខ្ញុំយកមួយនេះចុះបាទហើយយើងសរសេរវាចូលមកបាទអីគេបាទតារាងកិត្តិយសអីចឹងទៅបាទអញ្ចឹងយើងអាចទីវាធំតិចទៅបាទអញ្ចឹងដើម្បីយើងទៅកែប្រែពណ៌ឬអីផ្សេងបងប្អូនអាចមើលកន្លែង shape format មកហើយយើងមើលកន្លែង text fill នេះគឺសម្រាប់ការកែពណ៌របស់យើងអញ្ចឹងយើងបានពណ៌អីយើងអាចកែពណ៌ហ្នឹងណាដល់ខ្ញុំយកពណ៌នេះបាទហើយនឹងមាន shadow អញ្ចឹងយើងយកកន្លែង text effect វាមកឬក៏យើងមើលកន្លែង word art style នេះសញ្ញាព្រួយខាងមុខវាហ្នឹងជាទៅនឹងមកយើងអាចទៅមើលទៅលើ shadow វាបានហើយអញ្ចឹងចាំបាន shadow ពណ៌អីយើងអាចមើលតាមហ្នឹងណាបាទបន្តមកទៀតយើងមើលកន្លែង text effect មកដើម្បីឲ្យអក្សរនឹងកោងឬក៏អីផ្សេងឥឡូវខ្ញុំចង់បានអក្សរនឹងកោងខ្ញុំយកអានេះជាងអាចបរិច font ឲ្យធំតិចទៅដើម្បីយើងងាយស្រួលមើលបាទទី2ខ្ញុំដូរ font វាខ្ញុំប្រើ font ខ្មែរ S មូលអញ្ចឹងខ្ញុំខ្មែរ S មូលចុះបាទអញ្ចឹងអាចធំពេកយើងអាចប្រូតាមហ្នឹងគេតាមទៅយើងចង់បានហ្នឹងណាបាទប៉ុណ្ណេះអញ្ចឹងវាកោងអញ្ចឹងយើងអាចទាញវាយ៉ាងធំជាងបន្តិចទៅតាមវាយើងចង់បានហ្នឹងមកអូខេប៉ុណ្ណេះទៅវាក៏កោងពេកយើងអាចទាញវាទៅលើវិញតិចទៅកុំឲ្យវាកោងខ្លាំងពេកអញ្ចឹងបាទឬក៏យើងចាំបានរៀងអីផ្សេងក៏យើងអាចទៅដូរបានយើងចូល shape format ខ្ញុំយកទៅជា fix transform មកយើងចង់បានជាលក្ខណៈអញ្ចេះឬក៏អញ្ចេះឬក៏អីចេះបងប្អូនអាចដូរតាមនឹងបានណាបាទឥឡូវខ្ញុំយកអានឹងទៅដែរហើយខ្ញុំមិនដូរទេបន្ទាប់មកយើងមានអក្សរខាងក្រោមមួយអញ្ចឹងក៏យើងប្រើ tick box ដែរអញ្ចឹងយើងគូធម្មតាមកខ្ញុំផាវាមកណាផាជាអ្នកគ្រូចេះហើយឡើងហ្នឹងបាទអញ្ចឹងវាសំខាន់គឺអាចនៅខាងក្រោមមកយើងអាចនៅខាងពិបាកធ្វើបន្តិចបាទខ្ញុំយកប៉ុណ្ណេះបោះវាស៊ី space ខាងក្រោមពេកណាបាទអញ្ចឹងពេលដែលវាចេញបន្ទាត់ពណ៌ green អញ្ចឹងគឺវាចំកណ្ដាលនៃกระดาษការងាររបស់យើងហើយនេះគឺខ្ញុំប្រើទៅលើបាទ shape ទាំងអស់ខ្ញុំអត់មានយកពីខាងណាមកទេគឺខ្ញុំប្រើនៅក្នុង Word ទាំងអស់តែម្ដង material វាណាអញ្ចឹងទី1ខ្ញុំគូសទៅលើ
ប្រអប់ដាក់រូបថតយើងយក insert ខ្ញុំយក shape ខ្ញុំយក round rectangle thì យើងគូសទៅតាមទំហំដែលយើងចង់បានមកប៉ុណ្ណាឧទាហរណ៍ខ្ញុំយកប៉ុណ្ណេះឬក៏តូចជាងហ្នឹងបាទប៉ុណ្ណេះចុះអញ្ចឹងខ្ញុំយកពណ៌អត់បញ្ហាទេទុកនៅសិនក៏បានដែរបាទហើយយើងគូស star មួយទៀតមកខ្ញុំយក insert ហើយខ្ញុំយក shape ហើយយើងមើល star ខ្ញុំយក star មួយនេះចឹងណាអញ្ចឹងចុច C ដើម្បីវាស្មើគ្នាអូខេបាទបន្ទាប់មកខ្ញុំយក round rectangle មួយទៀតដើម្បីគូសកន្លែងសេឈ្មោះរបស់យើងហ៎បាទចឹងដាក់ឲ្យវាស្មើគ្នាមកចឹងខ្ញុំ select ពីចូលខ្ញុំដោះ outline វាចេញចឹងខ្ញុំយក no outline បាទហើយខ្ញុំយកអានេះមកលើមកណានេះ front មកចឹងដោយសារវាអត់សូវស្មើគ្នាយើងទាញវាស្មើគ្នាតិចទៅនេះប៉ុណ្ណេះរួមតិចវិញអូខេទាញទៀតបាទប៉ុណ្ណឹងចឹងយើងដូរពណ៌យើងបានពណ៌អីដូរពណ៌ហ្នឹងមកណាចឹងខ្ញុំយកពណ៌ fill ខ្ញុំយកពណ៌យ៉ាងសតិចចុះពណ៌នេះឬក៏ក្រាស់ជាងហ្នឹងក៏បានចានេះខ្ញុំយក shadow តិចទៅបាទនេះ shadow វាខ្ញុំឲ្យវាចេញមកខាងស្ដាំបាទប៉ុណ្ណេះអញ្ចឹងយើងគ្រប់វាចូលគ្នាសិនដើម្បីយើងព្រមទៅឲ្យវានៅជាមួយគ្នាអញ្ចឹង select ពីចូលគ្នាមកស្ដាំយកពាក្យថាគ្រប់បាទហើយយើងអាចពេចព្រមវាបានអញ្ចឹងវាទៅតែមួយទេអញ្ចឹងយើងមិនដាក់លើទីតាំងរូបដែលយើងចង់បានហ្នឹងមកទីហើមយកប៉ុណ្ណេះអញ្ចឹងនេះខ្ញុំយក shadow មួយទៀតវាមានបាទអញ្ចឹងទៅបាទអញ្ចឹងដោយសារកុំឲ្យវីដេអូវាអញ្ចឹងរៀងលឿនបន្តិចយ៉ាងនេះខ្ញុំយករៀងវិញបន្តិចប៉ុណ្ណេះចុះបាទបន្ទាប់មកយើងដាក់អក្សរឬក៏ text លេខ1លេខ2លេខ3ហ្នឹងលើនេះមកក៏បាននេះ copy វាមកចឹងដាក់លេខ1ទៅហើយយើងប្រូវាតូចតិចមកណាអញ្ចឹងទំហំ font ប៉ុណ្ណាពណ៌អីយើងអាចរើសតាមហ្នឹងអញ្ចឹងខ្ញុំយកពណ៌ទៅខូចនឹងដដែលចុះណាហើយយើងទីមកដាក់ជាមួយនឹងរបស់យើងមកឬយើងអាចប្រើពណ៌អីផ្សេងក៏បានដែរអូខេប៉ុណ្ណេះនឹងមួយទៀតអក្សរឈ្មោះរបស់យើងខ្ញុំយកពីនឹងមកដែរតែខ្ញុំប្រូម font យ៉ាងតូចជាងមុនបន្តិចខ្ញុំយកធម្មតា12បានហើយបាទជាយើងសេមកឈ្មោះឧទាហរណ៍ថាឈ្មោះសុកសានអីចឹងទៅអូខេជាយើងយកមកដាក់លើកន្លែងយើងសរសេរឈ្មោះហ្នឹងអញ្ចឹងនេះយើងអាច insert រូបចូលមកណាអញ្ចឹងរូបយើងចុចលើ shape របស់យើងហើយខ្ញុំយក shape format ខ្ញុំយក shape fill ហើយខ្ញុំយក picture ហើយយើងទៅយករូបក្នុងកុំព្យូទ័ររបស់យើងគឺយកខាងលើគេនេះបាទឥឡូវខ្ញុំយករូបនេះជា sample ចុះបាទជាដើម្បីកែប្រែរូបគឺកុំឲ្យវាខូចទ្រង់ទ្រាយចឹងបងប្អូនចុចលើហ្នឹងហើយខ្ញុំយកកន្លែង picture format ខ្ញុំយក crop ហើយខ្ញុំយក fill ចឹងយើងអាចកែតម្រង់រូបរបស់យើងដើម្បីកុំឲ្យវាទាលបានហើយចឹងខ្ញុំយកតែប៉ុណ្ណេះទេអូខេហើយ border ខ្ញុំយកពណ៌ខៀវចុះអញ្ចឹងយក save format បាទខ្ញុំយកពណ៌នេះណាបាទ border របស់យើងបាទឲ្យវាស៊ីជាមួយនឹងអក្សរអីដែរបន្ទាប់មកចាំយើង select 3 4នឹងចូលគ្នាអស់ចឹងខ្ញុំ select ខាងក្រោមនេះមុនហើយអូខេនេះអក្សរណាជាខ្ញុំពូអក្សរទៅសឹងឲ្យវាទៅពេកដើម្បីយើងនិយាយ select ជាមួយនឹង object របស់យើងខាងក្រោមណាបាទអានេះ text នេះហើយនឹងរូបចូលគ្នាមកអញ្ចឹងយើងអាចគោរពវាហ្មងសិនក៏បានដែរអញ្ចឹងមកស្ដាំមកដើម្បីយើងងាយស្រួលទាញនៅកន្លែងណាមួយផ្សេងទៀតបាទគ្រូមកប៉ុណ្ណឹងបន្ទាប់ពីគ្រូហើយបងប្អូនចុច control ឲ្យជាប់ចុច key control ឲ្យជាប់ណាពេលចុច control វាចេញសញ្ញាបូកមកជាងអាចទាញចេញមកក្រៅបានហើយខ្ញុំដាក់ប៉ុណ្ណេះខ្ញុំទាញទៅខាងនេះមួយទៀតបាទប៉ុណ្ណេះវាស្មើគ្នាហើយបាទចឹងយើងទាញមកខាងនេះមួយទៀតមកអូខេខាងនេះមួយទៀត color នេះឲ្យវាស៊ី space ខាងក្រោមពេញណា
បន្ទាប់មកយើងអាចបង្កិលវាកតូចជាងនឹងបន្តិចក៏បានដោយសារវាសល់ស្ពេសខាងក្រោមបន្តិចអញ្ចឹងខ្ញុំប្រូមែនបន្តិចមកលើកឡើងលើបន្តិចយ៉ាប៉ុណ្ណេះទៅអានេះក៏អញ្ចឹងដែរយើង select វាហើយយើងទាញលើទីដើម្បីឲ្យអាចសរសេរអក្សរខាងក្រោមបានបាទប៉ុណ្ណឹងចុះអញ្ចឹងរូបខ្ញុំមកដូរទេខ្ញុំដូរតែលេខទេអញ្ចឹងលេខ2បាទលេខ3លេខ5លេខ4អូខេប៉ុណ្ណឹងឬក៏បងប្អូនអាចដូរពណ៌ឲ្យវាច្បាស់ជាងនឹងក៏បានដែរខ្ញុំយកពណ៌លឿងមកវាច្បាស់យើង select មកហើយយើងយកពណ៌នេះមកវាឃើញច្បាស់នេះអូខេអញ្ចឹងចាំបងប្អូនដូរតាមក្រោយចុះបាទនេះយើងអាចបន្ថែមជាងហ្នឹងឬក៏អីតាមបងចង់បាននឹងបងគឺយើងសរសេរហត្ថលេខារបស់គ្រូបន្ទប់ថ្នាក់ហើយនឹងគ្រូបញ្ជុអីជាដើមអញ្ចឹងខ្ញុំទៅ copy មកទៅលឿនព្រោះនេះគឺយើងប្រើតិចបើកដូចតែគ្នាបាទតែខ្ញុំថាគ្រូនឹងបងប្អូនអាចនឹងចេះអាហ្នឹងហើយអញ្ចឹងយើងផាសមកយ៉ាអញ្ចឹងយើងយកមកដាក់ហើយយើងចង់បានមកបាទទីហោប៉ុណ្ណាអូខេបាទអញ្ចឹងវារៀងស្ទើរដែរអញ្ចឹងខ្ញុំអាចលើករីខិតទៅលើតិចទៅដើម្បីវាបាន space បន្ថែមអញ្ចឹងអូខេខ្ញុំយកប៉ុណ្ណាហើយយើងកាត់ឡើងលើតិចទៅអូខេនេះយើងអាចកាត់បានលើទៅដែរអូខេបាទនេះក៏ដូចគ្នាដែរយើងកាត់ថែមតិចនេះយើងអាចកាត់វាបានអូខេជាយើងប្រើ arrow key កាត់លើទៅក៏បានឬក៏យើងទាញហ្មងក៏បានដែរហេតុអីទេបាទយើងអាចបដល់នេះហ្មងក៏បានដែរដើម្បីឲ្យខាងក្រោមវាតលាយបន្តិចណាប៉ុណ្ណឹងទៅយើងអាចបង្កិលនេះមកលើបានហើយប៉ុណ្ណេះបាទប៉ុណ្ណេះទៅគឺល្មមដែលអាចសញ្ញាបានហើយបាទអញ្ចឹងគឺហើយអញ្ចឹងបើសិនជាបងប្អូនឬក៏លោកគ្រូយកទៅប្រើបាទខ្ញុំនឹងដាក់ file នេះនៅក្នុង group Telegram របស់ខ្ញុំមួយនេះអញ្ចឹងបងអាច join ក៏ scan ទៅអាចទៅ download បានហើយ file ហ្នឹងឈ្មោះថាគំរូតារាងកិត្តិយសអញ្ចឹងបងប្អូនអាចចូលទៅ download បានអញ្ចឹងសូមបើបងប្អូនចង់បដូរយើងអាចចូលទៅក្នុង design ហើយយក watermark ហើយយក custom watermark មកអញ្ចឹងយក picture បាទហើយខ្ញុំយក file មកអញ្ចឹងយើងរកសុំឲ្យយើងចង់បានមកទីខ្ញុំចង់បានសុំនេះយើង insert ទៅវិញមកអូខេទៅអញ្ចឹងវានឹងដូរសុំឲ្យយើងបានអូតូហើយនេះរៀងតលីជាងមុនតិចបាទនឹងមួយទៀតគឺយើងចង់ផ្លាស់ប្ដូររូបនេះអញ្ចឹងយើងចុចលើវាមក2ដងបាទហើយយក shape format យក shape fill យើងយក picture មកហើយទៅរករូបដែលយើងចង់ដាក់នឹងមកឧទាហរណ៍ដូររូបមួយម្ដងបាទអញ្ចឹងយើងអាចកែតម្រូវដូចគ្នាអញ្ចឹងយើងអាចទាញទំហំដែលយើងចង់បានដូចគ្នាបាទនេះប៉ុណ្ណេះទៅអូខេឬក៏មួយទៀតបងប្អូនអាច ungroup វាវិញក៏បានដែរមកស្ដាំមកយកពាក្យថា group ហើយយក ungroup មកគឺវាលាយជាប់គ្នាហើយអូខេអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេអញ្ចឹងបើសិនជាមានសារៈប្រយោជន៍សម្រាប់បងប្អូនកុំភ្លេចជួយ like និងជួយ share ម្នាក់មួយផងហើយជាពិសេសសម្រាប់បងប្អូនដែលបានចូលមើលវីដេអូនេះហើយសូមជួយចុច follow ម្នាក់មួយផងបាទសូមអរគុណ